ដល់ខែសម្មាទុំទៀតហើយបងប្អូនអត់ចាំបាច់ទៅទីណាឆ្ងាយទេនៅក្នុងខេត្តព្រះវិហារយើងផ្ទាល់តែម្ដងចំពោះពុកម៉ែបងប្អូនដែលមានបំណងចង់ទៅទិញសាវម៉ាវដល់ចំកាបេះពីដើមថ្មីអាចទស្សនាវីដេអូនេះបានដែលខ្ញុំនឹងបង្ហាញជូនអ្នកទាំងអស់គ្នាចាប់តាំងពីផ្លូវចូលរហូតដល់ចំការផ្ទាល់តែម្ដងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដំបូងនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីផ្លូវចូលទៅកាន់ចំការសាវម៉ាវទួលចន្ទីវុតឃីមផ្លូវចូលចំការយើងទាំងអស់គ្នាត្រូវចូលតាមផ្ទះម្ចាស់ចំការផ្ទាល់តែម្ដងប្រសិនបើអ្នកទាំងអស់គ្នាមានទិសដៅមកពីស្រុករវៀងនោះផ្ទះចំការគឺនៅខាងឆ្វេងដៃហើយទីតាំងផ្ទះស្រួលចំណាំទេអ្នកទាំងអស់គ្នានៅពេលដែលយើងឡើងជិតដល់ទួលលក់ផ្លែឈើងាកទៅខាងឆ្វេងដៃទៅយើងឃើញป้ายឈ្មោះចំការហើយប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាមានទិសដៅមកពីទីរួមខេត្តព្រះវិហារផ្ទះម្ចាស់ចំការគឺនៅខាងស្ដាំដៃវិញហើយអ្នកទាំងអស់គ្នាគ្រាន់ជាហួសពីកន្លែងលក់ផ្លែឈើច្រើននឹងមកពេលចុះទួលហើយងាកទៅខាងស្ដាំដៃទៅឃើញป้ายឈ្មោះចំការហើយដែលដាក់ថាអាចចំការសាវម៉ាវទួលចន្ទីវុតឃីមតើឥឡូវនេះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាទេសភាពតាមផ្លូវចូលទៅកាន់ចំការវិញម្ដងឃើញតើទេសភាពស្អាតជំវិញពេញផ្នែកតែម្ដងទេសភាពនេះអ្នកទាំងអស់គ្នាអាចនឹងកម្រនឹងបានឃើញតាមរដូវនីមួយៗអ្នកទាំងអស់គ្នានឹងឃើញទេសភាពធម្មជាតិស្អាតពីមួយបែបទៅមួយបែបតាមដំណាក់កាលនៃរដូវនិងការដាំដុះរបស់ប្រជាជនដំណាំភាគច្រើនយើងឃើញមានដូចជាដំណាំដំឡូងមីស្វាយចន្ទីនិងចេកណាំវ៉ាតែរឿងដែលពិសេសនោះគឺយើងកំពុងតែធ្វើដំណើរទៅចំការសាវម៉ាវតាមផ្លូវទៅចំការស្អាតប៉ុណ្ណឹងហើយចុះទម្រាំទៅដល់ចំការទៀតមិនដឹងថាស្អាតយ៉ាងម៉េចទៅណោះភាំងលេងស្រដីតែកែភ្នែកអាចបញ្ជាក់ដីបំលងស្នេហ៍លើអូនហើយបងអ្នកស្រែអ្នកសង្ស័យកូនអ្នកស្រែចំការឥឡូវនេះខ្ញុំបានមកដល់ចំការសាវម៉ាវហើយពុកម៉ែបងប្អូនគាត់ជួននឹងម្ចាស់ចំការកំពុងតែរៀបបេះសាវម៉ាវយកទៅបោះដុំឲ្យមួយគាត់ហើយខ្ញុំក៏បានជួយបេះគាត់បានតិចតួចដែរជួយបែបប្រឡំចូលតែមាត់ខ្លួនឯងអ្នកទាំងអស់គ្នាញ៉ាំទៅបងញ៉ាំមួយឆ្អែតមានណាពួកខ្ញុំដាក់តឆ្អែតមែនសាវម៉ាវមួយចំការនេះទុំមិនដាក់គ្នាល្អណាបងប្អូនបេះលក់មួយខែទៀតក៏មិនអស់ផងមើលទៅនិយាយរឿងរសជាតិសាវម៉ាវវិញបងប្អូនអ្នកណាបានមកភ្លក់សាវម៉ាវហ្នឹងគឺតែងតែលន់មាត់ថាសាវម៉ាវហ្នឹងផ្អែមឆ្ងាញ់សាច់ក្រាស់សាច់ច្រើនអត់ជាប់គ្រាប់និយាយទៅឆ្ងាញ់ចម្លែកខុសពីសាវម៉ាវខេត្តគេតែម្ដងសូម្បីអ៊ំម្ចាស់ចការក៏គាត់ឆ្ងល់ដែរគាត់ថាពូជតែដាំនៅខេត្តយើងហើយនឹងខេត្តគេតែមួយឯងក៏ប៉ុន្តែនៅពេលដែលបានប្រមូលផលមកផ្លែដែលយកមកញ៉ាំហ្នឹងខេត្តយើងឆ្ងាញ់ជាងខេត្តគេគាត់ថាប្រហែលមកពីខុសទឹកដីឯងមើលទៅនៅក្នុងខេត្តព្រះវិហារដាំដំណាំអីក៏ផ្អែមឆ្ងាញ់ខុសគេដែរហើយចំការរបស់គាត់ក៏មានលក់ទៀបផ្អែមឆ្ងាញ់ដែរបងប្អូនមានទាំងទៀបបាយនិងទៀបលក្ខនៅពេលដល់រដូវទៀបទុំកុំភ្លេចមកជួយទិញពួកគាត់ផងណាបងប្អូនក្នុងឆ្នាំនេះយើងអាចទិញសាវម៉ាវទិញទៀបបានតែឆ្នាំបន្ទាប់អាចជិះមកទិញតរ៉េនទិញមកខុតបានព្រោះអីគាត់កំពុងតែដាំតរ៉េនហើយនឹងមកខុតតតែថាមិនទាន់បានប្រមូលផលព្រោះអីដើមនៅតូចអ្នកទាំងអស់គ្នាហើយសូមបញ្ជាក់បងប្អូនម្ដងទៀតដែរថាឈ្មោះចំការរបស់គាត់គឺចំការសាវម៉ាវទួលចន្ទីវុតឃីមដែលស្ថិតនៅក្នុងខេត្តព្រះវិហារអ្នកទាំងអស់គ្នាអាចជិះមកកាន់ទួលចន្ទីដែលកន្លែងលក់ផ្លែឈើច្រើនជាងគេនៅក្នុងខេត្តយើងអ្នកទាំងអស់គ្នាដឹងហើយជិះពីទីរួមខេត្តមកតាមផ្លូវស្រុករវៀងដែលជិតមកដល់ស្រមៅអ្នកទាំងអស់គ្នាអាចសួរបងប្អូនដែលរស់នៅតាមដងផ្លូវបានថាកន្លែងណាចំការសាវម៉ាវទួលចន្ទីវុតឃីមអញ្ចឹងអ្នកទាំងអស់គ្នានឹងរកផ្លូវឃើញរកផ្ទះគាត់ឃើញហើយតែដល់ផ្ទះគាត់ហើយអ្នកទាំងអស់គ្នាចង់ទៅលេងចការគាត់ជូនទៅហើយក៏ប៉ុន្តែអ្នកទាំងអស់គ្នាអាចប្រាប់គាត់មុនបានតាមរយៈលេខទូរស័ព្ទដាក់ជូនអ្នកទាំងអស់គ្នានៅលើ caption ខាងលើហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយភាំងលេងស្រដីតែកែភ្នែកអាចបញ្ជាក់ដីបំលងស្នេហ៍លើអូនហើយអារម្មណ៍នេះអ៊ូលអាក់អែអាក់តែអ្នកទួយស្នេហ៍គ្រីមអឹម